ចាបងប្អូនឥឡូវយើងមកមើលពីរបៀបប្រឡេះផ្កាទាំងអស់គ្នាចាគឺយើងចាប់បែបនេះចាប់អញ្ចឹងហើយគឺយើងប្រះទាញអញ្ចឹងមកចាយើងប្រឡេះយកគ្រាប់ផ្កាដែលរីកហើយគ្រាប់ផ្កាដែលអត់ទាន់រីកក៏យើងយកប្រើបានដែរយើងយកគ្រាប់ផ្ការៀងធំធំណាចាគ្រាប់ផ្ការៀងធំធំហើយយើងហែកយកមកប្រើបានដូចគ្នាគ្រាន់តែថាគ្រាប់ផ្កាដែលរីកហើយគ្រាប់រៀងធំជាងអត់ទាន់រីកបន្តិចចាយើងប្រឡេះអញ្ចឹងមកសម្រាប់ភួងនីមួយគឺយើងប្រើផ្កាគូសំដែរចាអាស្រ័យទៅតាមភួងតូចទៅយើងប្រើល្មមទៅភួងធំទៅយើងប្រើផ្ការៀងច្រើនគូសំចាអញ្ចឹងយើងត្រូវការប្រឡេះផ្ការៀងច្រើនដែរចាឥឡូវខ្ញុំប្រឡេះពណ៌ស្វាយម្ដងចាប្រឡេះពណ៌ស្វាយពណ៌សគឺប្រឡេះដូចគ្នាបងប្អូនចាប្រឡេះដូចគ្នាចាយើងចាប់អញ្ចឹងមកចាយើងប្រឡេះអញ្ចឹងគ្រាប់រៀងធំយើងហែកមកចាឥឡូវខ្ញុំប្រឡេះបានមកកញ្ច្រែងហើយចាហើយសម្រាប់ស្ទាប់នេះគឺខ្ញុំរើសយកស្អាតទុកយើងក្រងធ្វើរំយោលភួងចាយើងប្រើស្ទាប់ចាសម្រាប់ភួងនេះដែរនាងខ្ញុំបង្ហាញភួងតូចសិនសម្រាប់បងប្អូនដែលរៀនអនឡាញដែលគាត់អត់ទាន់ចេះសោះចាអញ្ចឹងយើងធ្វើភួងខ្នាតតូចគឺយើងកាត់លួសប្រវែង40សង់ទីម៉ែត្រអញ្ចឹងវាស្មើនឹងលួស3ដើមកាត់ជា2ចាលួសយើងមួយដើមមានប្រវែង80សង់ទីម៉ែត្រអញ្ចឹងយើងយក40សង់ទីម៉ែត្រយើងកាត់ជា2មកចាយើងយក3សរសៃកាត់ជា2អញ្ចឹងយើងបាន6សរសៃចាឥឡូវយើងចាប់ផ្ដើមដោតមកសម្រាប់ភួងតូចនេះដែរនាងខ្ញុំធ្វើ highlight ដាក់ពណ៌ស្វាយ3សរសៃនិងពណ៌ស3សរសៃចារបៀបដោតគឺយើងដោតបែបហ្នឹងដោតធ្វើឲ្យធ្លុះក្បាលផ្កាតែអត់ដោតប្រឆិតទេណាតែដោតប្រឆិតអត់ធ្លុះក្បាលផ្កាទេគឺអត់មានលំនឹងផ្ទុកគ្រាប់ផ្កាយើងបានទេនៅពេលដែលយើងមួលភួងគឺផ្កាយើងល្បេះចេញពីលួសអស់អញ្ចឹងតម្រូវឲ្យយើងដោតឲ្យចំកន្លែងក្បាលផ្កាហ្នឹងដើម្បីឲ្យមានលំនឹងទប់ចាយើងដោតអញ្ចឹងមកហើយតែដោតសម្រាប់លួសគឺយើងទុកប្រវែង2ថ្នាំងដៃចា2ថ្នាំងដៃសងខាងទៅងាយស្រួលដល់អ្នកនរគ្នាដែលរៀនក្រងដំបងគាត់សួរការយើងមួលភួងផងតែទុកកតុយលួសរៀងខ្លីពេកក៏ពិបាកយើងពេលដែលយើងចងណាចាអញ្ចឹងខ្ញុំឲ្យអ្នកនរគ្នាទុក2ថ្នាំងដៃចាល្មម2ថ្នាំងដៃសងខាងចាឥឡូវនេះខ្ញុំក្រងបាន6ខ្សែចាអញ្ចឹងយើងមកមើលពីរបៀបដែលយើងគុំទាំងអស់គ្នាចាយើងដំបូងឡើយគឺយើងចាប់ក្បាលផ្កាចាលួសហ្នឹងគឺយើងចាប់ខ្សែលួសហ្នឹងក្បាលផ្កាឲ្យស្មើគ្នាចាចាប់ឲ្យយើងស្មើគ្នាមកចាហើយយើងមួលលួសបញ្ចូលគ្នាឲ្យជាខ្សែមួយហើយយើងប្រើដេកកាប់មួលដើម្បីឲ្យលួសយើងណែនល្អចាអញ្ចឹងហើយគឺយើងលើកមកមួលមកខាងទៀតចាខាងនេះយើងគ្រាន់ស្រីស្រង់ផ្កាឲ្យរៀងកັບចូលគ្នាតិចទេក៏យើងមួលចាមួលឲ្យណែនដូចគ្នានៅពេលដែលលួសយើងមួលណែនសងខាងគឺភួងយើងចាប់ដើមមួលហើយចាដូចអ្នកនរគ្នាឃើញអញ្ចឹងយើងគ្រាន់តែមួលថែមតិចទៅគឺអាចខ្លាយជាកូនភួងដ៏ស្រស់ស្អាតមួយបានចាឥឡូវនេះឃើញទេចាតែកន្លែងមុខតំណភួងនេះអ្នកទាំងអស់គ្នាបត់ចទីហ่าចាអ្នកខ្លះគាត់អត់ចេះបត់ចទីគាត់មួលហ្មងពេលមួលយើងមួលយកហ្មងពេលខ្លះអាចនឹងវារបូតភួងដែរនៅពេលដែលយើងកាត់ខ្សែលួសចេញចានាងខ្ញុំគ្រប់ភួងដែលនាងខ្ញុំធ្វើគឺនាងខ្ញុំបត់ចទីទាំងអស់ចានៅពេលដែលយើងមួលចឹងហើយយើងស្រេបន្តិចមកចាស្រេហើយឡើយយើងកាត់កតុយលួសចេញចាសម្រាប់ភួងមិនថាភួងតូចភួងធំទេពេលដែលយើងមួលភួងហើយគឺយើងចាប់ដើមស្រេក្តោបបន្តិចតាមទម្រង់ដែលយើងចង់បានណាដោយសារលួសទុនអញ្ចឹងយើងអាចស្រេបានចាឥឡូវនេះនាងខ្ញុំមកបង្ហាញជូនរបៀបភ្ជាប់ភួងចារបៀបធ្វើកភួងធ្វើរំយោលនាងខ្ញុំនឹងដាក់បង្ហាញជូននៅវីដេអូក្រោយដើម្បីកុំឲ្យវែងពេកចាអញ្ចឹងឥឡូវនេះយើងមកចងកភួងតែយើងចងកភួងគឺយើងចងឲ្យរៀងណែនចានិយាយទៅភួងសំខាន់ជាងគេការចងឲ្យណែននឹងហ្មងតែចងអត់ណែនរៀងធូរគឺអត់ស្អាតទេចាយើងចងឲ្យរៀងណែនចាចងយើងយករំយោលមកភ្ជាប់ជាមួយនឹងកន្លែងកភួងហ្នឹងចាគឺចងត្រូវតែណែនតែអត់ណែនគឺឃើញធ្លាក់ខ្សែអំបោះអត់ស្អាតទេអញ្ចឹងយើងចងឲ្យណែនចា
ចាចងកន្លែងនេះគឺយើងចង3ទៅ4ជាន់ណាចាឲ្យយើងប្រកាសថាជាប់ហ្មងចាឥឡូវនេះភួងយើងក៏បានរួចរាល់ហើយចាភួងប៉ុណ្ណេះគឺយើងអាចដាក់នៅលើនាងបក់នាងបោយឬក៏ព្យួរនៅមុខឡានបានស្រស់ស្អាតចាអរគុណច្រើនជម្រាបលា